ขนมថ្ងៃជាមួយគ្នានេះដែរនៅទីធ្លាអារាមដ្ឋានវត្តតាសែនឃុំដងឋានទីរួមខេត្តប៊ិនកម្មវិធីសម្ដែងសិល្បៈមហាជនខ្មែរឆ្នាំ2025នៅខេត្តវិញឡុងបានបើកជាផ្លូវការព្រឹត្តិការណ៍នេះបានចាត់តាំងឡើងដោយមន្ទីរវប្បធម៌កីឡានិងទេសចរខេត្តដោយមានការចូលរួម5អង្គភាពមកពីភូមិភាគនានាដែលមានជនរួមជាតិខ្មែររស់នៅច្រើនកម្មវិធីប្រឡងសម្ដែងសិល្បៈមានភាពចម្រុះរួមមានច្រៀងរាំរបាំប្រជាប្រិយប្រគំភ្លេងពិណពាទ្យសម្ដែងបង្ហាញបណ្ដាពិធីបុណ្យសម្ដែងសម្លៀកបំពាក់ប្រពៃណីឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរណាបូចំណុចពិសេសនោះគឺឈុតឆាកជាច្រើនដោយនិស្សិតនិងយុវជនខ្មែររៀបចំសម្រិតសម្រាកនិងសម្ដែងស្ដែងឡើងពីភាពម្ចាស់ការមនោសញ្ចេតនាផ្សារភ្ជាប់របស់យុវជនជំនាន់ក្រោយចំពោះវប្បធម៌ជាតិឈុតឆាកគប់សំយ៉ាងស៊ីសង្វាក់គ្នារវាងកត្តាប្រពៃណីនិងសម័យទំនើបស្របតាមនិន្នាការនៃសមហរណកម្មពិធីបុណ្យបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី10ខែមេសាជាមួយកម្មវិធីនិងជូនរង្វាន់នេះជាសកម្មភាពវប្បធម៌ដ៏លេចធ្លោក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួមចំណែករក្សាអត្តសញ្ញាណនិងពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍